ជំរាបសួរបងប្អូនអ្នកគ្នាមិញខ្ញុំសាកវីដេអូ intro មួយប្រើប្រាស់ Artisan C7 ទំហំ 3.5 inch កន្លះសលេងរបស់វាគឺល្អមែនទែនសម្រាប់អ្នកដែលត្រូវការស្ដាប់តន្ត្រីធម្មតាធ្វើភ្លេងហើយ speaker នេះយើងបានតេស្តហើយទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ជាច្រើនលើសពីនេះទៅទៀតគឺយើងអាចយកមកធ្វើភ្លេងហើយនឹង mix ភ្លេងបានដោយមិនចាំបាច់ប្រើ sound card អូខេអញ្ចឹងខ្ញុំនឹងបង្ហាញពីអ្វីខ្លះនៅក្នុងតបអញ្ចឹងចំពោះ speaker នេះមកជាមួយនឹងដូច RCA មួយគូហើយជាមួយនឹងក្បាល3លីកន្លះហើយយើងជាមួយនឹងខ្សែ AUX in សម្រាប់ដែលយើងអាចដោតនៅខាងមុខបានអូខេអ្វីដែលខ្ញុំទៅសារពី model មួយនេះគឺខាងក្រោយវាអូខេយើងឃើញរុនសម្រាប់ RCA ហើយរុន balance ខ្សែ USB នេះគឺជា DSP គឺគេហៅថា Digital Signal Processor អញ្ចឹងមានន័យថាពេលយើងថតពេលយើងលេងអីវា real time ហើយសលេងល្អអូខេអញ្ចឹងពេលខ្ញុំធ្វើភ្លេងខ្ញុំត្រូវការដតខ្សែមួយនេះចូលមកកុំព្យូទ័រឬក៏ទូរស័ព្ទភ្លាមបានហើយសលេងវាខ្លាំងឥឡូវយើងតេស្ត sound ពី YouTube ហ្មងគឺសលេងវាបោកអញ្ចឹងសលេងមកវាខ្លាំងហើយអ្វីដែលមួយទៀតគឺ function វានៅខាងមុខនេះគឺងាយស្រួល control ឥឡូវឧទាហរណ៍ខ្ញុំកំពុងតែដោតខ្សែផ្ទាល់ទៅជាមួយនឹងកុំព្យូទ័រអញ្ចឹងមានន័យថា mobile ខ្ញុំចង់ដូរ function ប្រើ Bluetooth វិញអញ្ចឹង speaker មួយនេះគឺមាន Bluetooth អញ្ចឹងខ្ញុំចុចជាប់ប្រហែលជា2 second 3 second គឺវានឹងដូរ mood ឥឡូវខ្ញុំដូរ mood មកវិញ audio in យើងអាចប្រើខ្សែ AUX នេះបានបន្តមកទៀតbalance នេះគឺយើងអាចប្រើខ្សែ6លីប្រើជាមួយ sound card បានតោះមកខ្ញុំចុច switch មកវិញ PC mode នេះគឺយើងអាច play ពីកុំព្យូទ័រក៏បានឬក៏តាមទូរស័ព្ទក៏បាននៅក្នុងនេះវាមានដូច Type C ហើយនឹង USB A ដែរអូខេអញ្ចឹងយើងសាកមកមើលការផលិតភ្លេងវិញអញ្ចឹងយើងបានបង្កើត demo track មួយសម្រាប់ speaker ហើយសម្រាប់ keyboard ឥឡូវយើងសាក test speaker វិញអត់មាន delay ទេយើងអាច set sample rate 128ឬក៏256បានអាចលឺសលេងហើយយើងសុខចិត្តថតផ្ទាល់និយាយផ្ទាល់បង្ហាញរបស់ដែលមានតម្លៃសមរម្យហើយគុណភាពល្អហើយប្រើបានច្រើនមុខងារទៀតអូខេអញ្ចឹងចំពោះតម្លៃគឺក្រោម100ទេអាចរកបាននៅ101 Soundscape សូមអរគុណសូមជម្រាបលា